បាទថ្ងៃនេះគឺយើងខ្ញុំទៅពីអ្នកចូលរួមថតនៅបទចម្រៀងដើម្បីអបអរសាទរនៅក្នុងឱកាសនៃពិធីសង្ក្រាន្តឆ្នាំថ្មីរបស់យើងបាទចាហើយឃើញថាសិល្បករសិល្បករនេះច្រើនកកមកដែលថាចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះក្នុងថ្ងៃនេះផងដែរខ្ញុំចាប់អារម្មណ៍ថានេះគឺជាឱកាសយ៉ាងពិសេសមួយនៅក្នុងការជួបជុំសិល្បករសិល្បករនេះយើងច្រើនហើយអ្វីដែលទន្ទឹងរង់ចាំខ្លាំងបំផុតនោះគឺវេទិកានៃកម្មវិធីសង្ក្រាន្តហ្នឹងមិនថាតារាចម្រៀងសិល្បករសិល្បករនេះបងប្អូនយើងប្រជាជនខ្មែរទាំងអស់គ្នាគឺទន្ទឹងរង់ចាំត្រង់ឆ្នាំដល់ថ្ងៃនោះគ្រប់គ្នាហ្មងចាបាទហើយឆ្នាំនេះគឺពិសេសសម្រាប់នាងខ្ញុំដោយសារតែនាងខ្ញុំអវត្តមានយូរមែនតើដូច្នេះមានអារម្មណ៍ថានឹករលឹកឲ្យចង់មកទៅថាជួបជុំបងប្អូននៅជាពិសេសអបអរសាទរសក្រាន្តបាទឆ្នាំថ្មីឆ្នាំថ្មីផងដែរចានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងនេះខ្ញុំមានបទចម្រៀងចំនួន4បទដើម្បីចូលរួមអបអរសាទរជាមួយនឹងដៃគូបាទគឺបទឆ្លងឆ្លើយទាំងអស់គ្នាហើយអ្វីដែលសំខាន់អ្វីដែលខ្ញុំសង្កេតឃើញថាការផ្ដិតយករូបភាពនៅក្នុងពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនេះសិល្បករនេះច្រើនមែនទែនដែលស្ម័គ្រចិត្តចូលរួមផ្ដល់ភាពសប្បាយរីករាយជូនដល់បងប្អូនទោះបីជាបងប្អូនមួយចំនួនដែលគាត់អត់មានលទ្ធភាពក្នុងការធ្វើដំណើរទៅកំសាន្តនៅរមណីយដ្ឋានផ្សេងៗក៏គាត់អាចទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍បានដែរចាទៅគឺបទថាប្រពៃណីខ្មែរយើងបាទបទចម្រៀងចាស់ពីដើមបាទបទរត់ចង្វាក់រំវងចង្វាក់សារវ័នចង្វាក់ក្បាច់បាទនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងនេះយើងខ្ញុំទាំងពីរនាក់ក៏មានជាសារ5ផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសគឺក្មួយបងប្អូនមិត្តយុវវ័យទាំងអស់គ្នាដែលទន្ទឹងរង់ចាំចូលរួមអបអរសាទរនៅពិធីសង្ក្រាន្តឆ្នាំថ្មីជាពិសេសយើងនៅតែបន្តនៅសកម្មភាពក្នុងការលេងនៅល្បែងប្រជាប្រិយជាច្រើនតែល្បែងប្រជាប្រិយនេះយើងសូមកុំឲ្យចោលនៅល្បែងដើមកំណើតនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងដែលជាការថែរក្សានៅកេរដំណែលដ៏ល្អណាដូចជាល្បែងប្រជាប្រិយខ្មែរយើងដែលដូនតាយើងដែលបានសាងមកតាំងពីដើមមកដូចជាបោះអង្គញ់ចោលឈូងទាញព្រាត់លាក់កសែងអីហ្នឹងក៏យើងត្រូវតែបន្តរក្សាកេរដំណែលនេះរហូតហើយអ្វីដែលសំខាន់មួយទៀតនោះគឺយើងនៅគេហៅថាមានពិធីលេងល្បែងកំសាន្តផ្សេងៗដូចជាការជះទឹកបាញ់ទឹកឬក៏លើប៉ាតម្សៅអីហ្នឹងសូមឲ្យក្មួយឬក៏បងប្អូនមានការប្រារព្ធពិធីនៃការលេងល្បែងនេះគឺថាសូមឲ្យមានសេចក្តីថ្លៃថ្នូរទាំងអស់គ្នារក្សាលំនឹងនៅសេចក្តីថ្នូរមិនមែនថាមិនឲ្យលេងទេលេងបាទលេងបានប៉ុន្តែសូមឲ្យមានរក្សានៅសេចក្តីថ្លៃថ្នូរហើយជាពិសេសសម្រាប់បងប្អូនដែលធ្វើដំណើរទីជិតទីឆ្ងាយសូមឲ្យមានការយោគយល់អាស្រ័យគ្នាក្នុងការធ្វើដំណើរជៀសវាងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាផងដែរហើយជាចុងក្រោយនាងខ្ញុំក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់ទូទាំងប្រទេសតែម្ដងចាជូនពរឲ្យជួបតែសុខសុភមង្គលសុវត្ថិភាពហើយដោយដែលបងបានជម្រាបអញ្ចឹងធ្វើដំណើរទីចិត្តទីឆ្ងាយគឺដោយសុខសុវត្ថិភាព